ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកគ្រូសូមចែករំលែកអំពីជំនាញសំខាន់ៗដែលត្រូវប្រើប្រាស់នៅក្នុងសង្គមការងារមិនថាប្រភេទការងារអ្វីក៏ដោយជំនាញទាំងនេះនឹងជួយឲ្យមានភាពជោគជ័យនៅក្នុងការបំពេញការងារជំនាញទាំងនោះរួមមានដូចជា1ជំនាញទំនាក់ទំនង2ជំនាញធ្វើការងារជាក្រុម3ជំនាញដោះស្រាយបញ្ហា4ជំនាញចរចា5ជំនាញអត់ធ្មត់ស៊ូទ្រាំនឹងការងារ6ត្រូវមានជំនាញគ្រប់គ្រងពេលវេលា7ជំនាញលើកទឹកចិត្ត8ជំនាញវិភាគបញ្ហានិងដោះស្រាយបញ្ហាទី9ជំនាញសម្របសម្រួលទាំងក្នុងនិងក្រៅអង្គភាពជំនាញនឹងការងារទាំងអស់នោះនឹងជួបជាក់ស្ដែងក្នុងពេលធ្វើការងារនៅក្នុងក្រុមហ៊ុនក៏ដូចជាសង្គមការងារជាទូទៅដែលធ្វើឲ្យយើងមានទំនាក់ទំនងល្អជាមួយនឹងបុគ្គលឬក៏ជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជាមួយនឹងគណៈគ្រប់គ្រងជាមួយនឹងដៃគូអាជីវកម្មផ្សេងៗដែលធ្វើឲ្យយើងមានភាពជោគជ័យនៅក្នុងការបំពេញការងារអាស្រ័យហេតុនេះត្រូវសិក្សាស្វែងយល់ឲ្យបានមុនពេលធ្វើការងារឬក៏ត្រូវរៀនភ្លាមៗនៅពេលដែលធ្វើការងារទើបអាចបំពេញការងារបានល្អប្រសើរមានការពេញចិត្តពីគ្រប់មជ្ឈដ្ឋានការងារតែធ្វើឲ្យយើងទទួលបានលទ្ធផលល្អក្នុងការបំពេញការងារជាប្រចាំថ្ងៃផងដែរបើសិនជាបងប្អូនទាំងអស់គ្នាចង់រៀនជំនាញគណនេយ្យជាពិសេសគឺការអនុវត្តជាក់ស្ដែងផ្ទាល់តែម្ដងសូមកុំភ្លេចចុះឈ្មោះចូលរៀននៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center សូមទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ Telegram តាមរយៈលេខទូរស័ព្ទ012 827 817ជាពិសេសអាចតាក់ទងតាម Page AFT Training Center បងប្អូនគ្រាន់តែតម្លាក់លេខទូរស័ព្ទឬក៏ email ដើម្បីឲ្យក្រុមការងារចុះឈ្មោះជូនឬក៏បងប្អូនអាចទំនាក់ទំនងផ្ទាល់មកខាងនាងខ្ញុំបើសិនជាបងប្អូនចូលចិត្តនាងខ្ញុំចែករំលែកអំពីគណនេយ្យឬក៏មាតិកាផ្សេងៗទៀតសូមកុំភ្លេចជួយ like comment និង share ដើម្បីលើកទឹកចិត្តឲ្យនាងខ្ញុំធ្វើវីដេអូបន្តទៀតចែករំលែកជូនទៀតចាសសូមអរគុណ